រឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណាអាចព្យាបាលនៅដកជាប់ក្នុងក្បាលនៅឡើយទេទោះពេលវេលាកន្លងហួសទោះបែរដងមានរបួសក៏គ្មានអ្នកអាចជំនួសអូនដែរបងហ៊ានលះបង់តែចិត្តមិនចង់ជាតិក្រោយសូមជួបអូនម្ដងទៀតរឿងរ៉ាវតីតកាគ្មានត្រាំណា